Hello សួស្តីទាំងអស់គ្នាថ្ងៃនេះមក review event ថ្មីជាមួយនឹងការ update ធំហើយគ្នាយើងនៅពេលដែលខ្ញុំនិយាយទៅបើសិនជាអត់បានន័យថាអត់អស់ត្រង់ណាគ្នាយើងអាច comment សួរបន្ថែមបានព្រោះនេះខ្ញុំបាន note ត្រេដែរទាក់ទងជាមួយនឹងscope ដែលខ្ញុំត្រូវនិយាយហើយកុំភ្លេចជួយ support ទាំងអស់គ្នាអូខេអញ្ចឹងតោះយើងចាប់ផ្ដើមជាមួយនឹងការ log in ថ្ងៃទី1គ្នាយើងនៅពេលដែលយើង log in ចូលមកភ្លាមណាដាច់ខាតជាទូទៅគ្នាយើងត្រូវតែចុចពាក្យ sign in មកចុចពាក្យ sign in ណាទៅពេលដែលគ្នាយើងអត់ទាន់ load អីមកទៅពេលដែលចូលមកដល់ room ចុចចូលហើយនេះគ្នាយើងត្រូវចូលមកកាន់កន្លែង sign in នេះចូល sign in មកបានវា refresh អានេះធ្លាក់ទៅលើពួក item ទាំងអស់នេះធ្លាក់ទៅលើ item កដោនេះហើយកដោនេះគឺជា item ដែលពាក់នៅខ្លួននេះអានេះយើងទុកយកទៅ upgrade item នឹងខ្លួនណាគ្នាយើងហើយចាំមើលចាំខ្ញុំនិយាយ detail តាក់ទងជាមួយ item ទាំងអស់ហ្នឹងតាមក្រោយទៀតឥឡូវខ្ញុំតទៅទៀតគ្នាយើងកុំភ្លេចចុចចូលមកកន្លែងហ្នឹងទើបវា refresh អាហ្នឹងឲ្យហើយអានេះយើងទទួលបាន anniversary wish ចំនួន40ក្នុងមួយថ្ងៃនេះមួយថ្ងៃទទួលបាន40ហើយសម្រាប់កាដូ anniversary wish ហ្នឹងនៅពេលដែលយើងទុករហូតដល់2000 fragment គ្នាយើងទទួលបានកាដូនៅក្នុងហ្នឹងវាមាន anniversary wish skin តែខ្ញុំមិនដឹងថាមាន skin នេះគេខ្លះទេព្រោះជាអត់បានបង្ហាញកាដូហ្នឹងទេអាហ្នឹងបើសិនជាបង្ហាញខ្ញុំក៏បង្ហាញប្រាប់គ្នាយើងដែរប៉ុន្តែភាសានេះជាអត់បានដាក់ក្នុង mall ឲ្យឃើញទេevent នេះ GM ដូចបាំងផងបាត្រូវបាំងត្រូវអត់បាំងទេបាំងត្រូវចំហអស់ទាស់មកនេះតោះអញ្ចឹងយើងតទៀតតទៅជាមួយ lock មកគ្នាយើងចូលមកកាន់កន្លែង quest ហើយយើងចូលមកកាន់កន្លែង limited គ្នាយើងនឹងឃើញ quest មួយដែលអាច claim យកបានជាមួយនឹងកាដូនេះជាមួយនឹងកាដូនេះបាន item មួយខែចំនួន4 pack អានេះតទៅជាមួយនឹងភ្លើង flash នេះក៏ភ្លើង Barock Shadow Wallet ភ្លើងនេះថ្លៃណាវគ្គ Dragon វគ្គកុងក្លែនណានេះគឺភ្លើងនេះដូចជាបាញ់មកស្ដាំទៅឡើងទាំងឈាមឡើងទាំង HP AP ឡើងទាំង AP ឡើងទាំងឈាមនេះហើយនេះគប់បូមឡើងឈាមខ្លួនឯងជាមួយនឹងការពារដុតផ្សេង Flam អានេះតទៅជាមួយនឹងពួក space ពួកក្នុងខ្លួន item ក្នុងខ្លួននេះហើយ GGWP គេ free ឲ្យមួយខែលេងគឺយើងមើល item តាមហ្នឹងទៅអានេះគេឈុត PVE អានេះ PVE មួយឈុតនេះចឹងទៅអានោះ PVP ចឹងទៅហើយទទួលបាន Honor Scroll 3បន្ថែមទៀតនេះទទួលបាន Honor Scroll 3ហើយតាក់ទងជាមួយនឹងការដែលយើង log in ចូលមកបើសិនជាយើងដាក់លុយ$1យើងដាក់លុយ$1គឺយើងនឹងទទួលបានកាដូដូច event មុននេះដូច event មុនទេកាដូនេះវាអត់ទាន់បាត់ណាទេអានេះដូចជាពី event ក្រោយដូចជាវាដកទៅវិញណានេះយើងអានេះមើលឡើយនេះមកនេះAP 2036 10ឆ្នាំអានេះអូខេ10ឆ្នាំដល់9ខែ11 9ឆ្នាំ11ខែអូខេចឹងតទៅទៀតគ្នាយើងតាក់ទងជាមួយនឹងការ log in របស់យើងប្រចាំថ្ងៃការ log in របស់យើងទទួលបាន Honor Scroll សរុបទាំងអស់ជា8សរុបទាំងអស់ Honor Scroll 8ហើយយើងទទួលបានចុងក្រោយគេយើងទទួលបានឈុត permanent នេះអាហ្នឹងនៅក្នុងនេះយើងអាចរើសបាន1 permanent ហើយនៅក្នុងហ្នឹងសម្រាប់ item ដែលខ្ញុំ recommend គឺកៅអៅនេះគឺយើង recommend យកអាវសម្រាប់ទៅលេង PVE ព្រោះកៅអៅហ្នឹងនៅពេលដែលយើងយកទៅលេង PVE គឺមេវាយយើងអត់អស់ឈាមទេនេះហើយសម្រាប់កតារបស់វាយើងអាចនឹងមកបវលកន្លែង Honor Scroll ដើម្បីយកកតារបស់វានេះកាដូកតាបនៅនេះហើយយើងបើកយកកតាវាទៅដើម្បីពាក់មួយ set របស់វាសម្រាប់ការ login 25ថ្ងៃហ្នឹងអញ្ចឹងណាអាហ្នឹងតាមដែលខ្ញុំ recommend តមកទៀតគ្នាយើងតាក់ទងជាមួយនឹងថា$1ហើយ online អត់ទាន់មានទេតទៅពីទី2ទៅធ្លាក់ online មកឬមួយក៏អត់ធ្លាក់ខ្ញុំក៏អត់ដឹងដែរប៉ុន្តែ event spend របស់យើងគឺធ្លាក់មកធម្មតា event spend នេះជំ name card color ហ្នឹងហើយសរុបទាំងអស់ទទួលបាន lucky coin 144ជាមួយនឹង Honor Scroll ចំនួន15នេះខ្ញុំរាប់នៅក្នុងហ្នឹងបាន Honor Scroll 15អញ្ចឹងយើងចំណាយ6400 ego ទទួលបានប៉ុណ្ណឹងអញ្ចឹងតើតោងជាមួយនឹងការដាក់ goal នេះលុយណាដាក់ goal ទទួលបានកាត goal 2400 ego អញ្ចឹងវាស្មើនឹងយើងដាក់100 goal ហើយបាន$60ទៀតដាក់$100ហើយបាន60រៀលចេះបែកចុយមក
ដាក់ 4,000 គោបាន 2,400 គោអញ្ចឹងសរុបទាំងអស់ 6,400 គោខ្លីៗហើយ 8 គោបន្ទាប់ពី 4,000 គោគ្នាយើងទទួលបានកាត 400 គោមួយស្លឹកហើយក្នុងហ្នឹងវាមានvoucher នេះ gift voucher នេះគឺទទួលបានសម្រាប់យកទៅដូរក្នុង exchange shop ហើយអានេះ item randomly ហើយ fetch របស់វាគឺទទួលបាន fragment នេះមួយ lost treasure នេះអានេះ random របស់វាទទួលបាន skill សัตว์ review ទទួលបានកអាវបដូរកអាវ skin dragon roy នៅក្នុងហ្នឹងហើយសម្រាប់ fragment របស់វានេះ treasure lost នេះគ្នាយើងចូលមកមើល exchange shop ហើយនេះកន្លែងនេះចូលមើលកន្លែងហ្នឹងមកនេះយើងនឹងឃើញ item ដែលយើងត្រូវដូរនេះម្ចាស់គេដាក់មក8គោ25ដងបន្ទាប់ពី 4,000 គោហើយអញ្ចឹងបាន25 fragment អញ្ចឹងគ្នាយើងមើលមកនេះទូនខ្សែ level 2 30 fragment អានេះក៏អាវ28អានេះ45អីនៅក្នុងនេះរបស់ដែលល្អជាងគេល្អខ្លាំងជាងគេហ្មងគឺឯណាតាណាបាត់ហើយកតាបនេះ60កាតនេះ voucher អានេះត្រូវហៅថា voucher នេះកដោ voucher ហ្នឹងយក voucher ហ្នឹងមកដូរនេះអានេះដាក់មកវាមាន2ជម្រើសឲ្យគ្នាយើងវាមានមិន2ជម្រើស sorry វា fetch មកគឺបាន2ហ្នឹងមក gift voucher ជាមួយនឹង lost treasure បានមកតាណាគ្នាអញ្ចឹងនៅពេលដែលយើងមើលមកអានេះ60ដងទើបទទួលបានកតាបនេះគឺ top 1មកស្ដាច់កតាបស្ដាច់អ្នកមានឃើញតែកតាបហ្នឹងឃើញអ្នកមានអានេះគ្រាន់ name card ទេបាទអានេះ title ទេអានេះ skin dragon draw ថ្មីហ្នឹងហើយរបស់ដែលល្អជាងគេបន្ទាប់ពីអាហ្នឹងគឺអានេះហើយនេះ snap ហ្នឹងជាមួយនឹងទុនសាយហើយគ្នាយើងចង់បាន Thompson level 2អីដាក់តែ8កាតទេអញ្ចឹង8 ដងគ្នាយើងឃើញហើយ8គុណ8ដងស្មើណាចាំតិច8គុណ8ស្មើនឹង 6,400 គោបូកជាមួយនឹង 4,000 គោវាស្មើនឹង 10000 ជាងតែ250ចុះ250គ្នាយើងទទួលបាន skin ហ្នឹងហើយអា skin ហ្នឹងកាលពីដំបូងចេញមកគឺវា free ទេបាទដាក់ដល់ថា$5 $7បានហើយណានេះ$7,000 រៀលណាតោះអញ្ចឹងតបទៀតតកតងជាមួយនឹង season pass យើង update ហើយចុងក្រោយគេទទួលបានដុតដៃដុតកាន់នៅដៃនេះខ្ញុំតែគ្នាមើលតិចចុះបារើមែននេះ flame នេះតែមក plate ដុតហ្នឹងគឺដៃចឹងហើយដុតហ្នឹងអត់ចេះគ្រាប់ទេយើង reload មកពេញអញ្ចឹងណាអានេះលក្ខខណ្ឌនៃការដុតទៅគឺយើងដុតមួយវាស៊ីខ្ទង់បាទ15 20អញ្ចឹងទៅហើយវា poison របស់វា4ដង14ដងអញ្ចឹង15ដងបូកទាំងអាទី1អញ្ចឹងណាហើយយើងដុតមកនេះដាក់ស៊ូល short team range 500មកចុយមកដុតបានចង្អៃនេះដុតបានចង្អៃក្នុងនេះចង្អៃខ្ទង់ប៉ុណ្នេះពេលយើងដាក់ short team range អូអានេះវា range ឆ្ងាយស្រាប់ហ្នឹងចុះមកដាក់ short team range នេះឆ្ងាយប៉ុណ្ណាទេចឹងអញ្ចឹងដុតហ្នឹងគឺប៉ុណ្ណាសម្រាប់ដាក់ចូលចិត្តលេងហ្នឹងឯងយកទៅកោពុំកោអីត្រូវម៉ាច់ឯងអូខេបន្តមកទៀតខ្ញុំបញ្ចូលតិចតើតងជាមួយនឹងពេលដែលយើងបើកមកគឺវា level 1អញ្ចឹងគ្នាយើងបើចង់ top up វាមាន520ជាមួយនឹងធម្មតាគ្រាន់តែ top up មកបានតែលើផងក្រោមផងប៉ុន្តែបើយើង top up 750យើងនឹងទទួលបាន20 level ទាំងលើទាំងក្រោមអញ្ចឹងបើយើងចង់ up តទៅទៀតថែម20ជាង24 level ទៅទៀតដើម្បីឲ្យមិចវា level 64ណាដើម្បីឲ្យមិចវា level 64បានន័យថាយើងត្រូវទិញ750ហោយើងត្រូវ up វាអានេះឧទាហរណ៍អានេះម្ចាស់គេ up ហើយដល់ level 20ជាងហើយត្រូវដល់ level 20ជាង up ទៅដល់ level 64មកសេកើតទេអត់កើតទេup ដល់ level 64មកវាអស់ខ្ទង់20រៀលហ្នឹងអញ្ចឹងបានន័យថាយើងដាក់អនុ5-10រៀល20រៀលទៀតវាខ្ទង់$35មិច level ទូបានដុតហើយមិនចាំបាច់ចាំដល់ទៅ3ខែទេហើយនេះទូទៅក្នុងមួយ event របស់វាគឺ3ខែ
ខែ6ដល់ខែ9តមទៀតគប់ជ្រូកយើងអត់មានទទួលបានអីទេគប់ជ្រូកអត់មានទទួលបានអីតែហ្មងជាទទួលបានអា bounty នេះដដែល bounty នេះទុកយកមកដូរយក Honoscope 5ឬមួយក៏ដូរយកថតអានេះឬមួយក៏អានេះហ្នឹងហើយមានសัตว์ review ល្អក្នុងហ្នឹងតោះតែតងជាមួយនឹង daily quest នេះយើង daily quest នៅពេលដែលយើងចូលមកអានេះម្ចាស់គេ quest អស់បាត់ហើយ daily quest គឺយើង quest យើងចូលមកកាន់ Karaoke យើងមាន4 quest ឲ្យលើកនេះវាមាន4 quest ឲ្យ quest ទី1គឺយើង log in ម៉ោង7ទូបាន space resource chest 1 space resource chest ហ្នឹងយើងទុកយកមកចាប់អានេះទុកយកមកចាប់អានេះនេះអាហ្នឹងឯងហៅ space resource chest កាលណាកាលនេះកាលនេះនេះកាលនេះអញ្ចឹងខ្ញុំសុំ swap បន្តិចអូខេនេះតែតើតងជាមួយនឹង quest យើង quest ទី1គឺ log in ម៉ោង7ទូបាន Gansul 1000 Gansul ហ្នឹងគឺយើងខ្ញុំនិយាយអស់ទៅខ្លីៗគ្នាយើងអត់ដឹងចឹង Gansul នេះទុកយកមក upgrade កាន់ទៀងកាភ្លើងនេះណា Gansul 1000ហើយគ្នាយើង online 30នាទីគ្នាយើងទទួលបាន Honor Scroll មួយគ្រាប់ជាមួយនឹង Fragment 2026 invitation ហ្នឹងទុកយកមកដូរកន្លែងនេះ2026 invitation where are you នេះគ្នាយើង2026ណា Ball invitation ទុកយកមកដូរកន្លែងនេះសម្រាប់គ្នាយើងដែលអត់មាន fragment ហ្នឹងទេនេះផុត2026ខែ7បានន័យថាតែមួយខែទេអញ្ចឹងបើសិនជាគ្នាឡុកតនថ្ងៃហ្នឹងគឺតនសម្រាប់25ថ្ងៃគឺតនឲ្យគ្រប់ហើយដូរបាន5ឈុតរបស់វាហើយក្នុងឈុតហ្នឹងគឺបូកទៅលើឈាម2 weekend damage 1ជាមួយនឹង all armor 5បើតែយើងលេងទាំងboom ឬមកក៏ PVE អីគឺវាបូក AP 5ឲ្យតែបើសិនជាគ្នាយើងមានហើយយើងអាចដូរយក Honor Scroll បានព្រោះអានេះវាមានតែ2 event ទេ event មុនមួយ event ហ្នឹងអញ្ចឹងដាច់ event ហ្នឹងហើយអញ្ចឹងគ្នាយើងមានឈុតធម្មតាអីខ្ញុំអត់រីកមិនអត់យកទេបើគ្នាយើងមានហើយដូចជាពួកអាឈុតម្ចាស់គេទុកនៅណាទេទុកនៅក្នុងហ្នឹងអត់ណៃហ្វូទុកនៅអត់នេះគ្នាយើងមានពួកអានេះហើយឬក៏មានអាណាទៀតមានអានេះទៀតអញ្ចឹងគ្នាយើងមិនយកទេព្រោះអីអា attribute របស់វាឬមួយក៏ additional attribute ហ្នឹងគឺវាបូកប្រព័ន្ធគ្នាទេហ្នឹងណាអូខេអញ្ចឹងយើងតទៅទៀតតទៅជាមួយនឹង quest មួយនេះគឺលេង PVE 2វគ្គគ្នាយើងលេងគប់ជ្រូកឬមួយក៏លេងវគ្គ hell លេងអីលេងចុះ2នាទីកន្លះទៅ2វគ្គទៅទូបាន Honor Scroll មួយគ្រាប់ទៀតហើយ anniversary 100 wish fragment anniversary 100 wish anniversary ចុយហេច្រឡោះ fragment ហ្នឹង anniversary 100 wish នៅណាត្រូវតែចេញចិត្តលុយកប់ចាំតិចគ្នាយើងfragment ហ្នឹងមិនចឹង PVE 2វគ្គនេះឈួតចុយមកនេះ anniversary 100 piece ទទួលបាន100 fragment ទៀតអញ្ចឹងបានន័យថាមួយថ្ងៃគឺយើងទទួលបាន140 fragment ហ្នឹងណា10ថ្ងៃ1400អញ្ចឹងមក event ហ្នឹងគ្រប់ហើយ2000 fragment ហ្នឹងដូរយកទៅដូរយក skin ទៅចុយមកឡើងចង់បាយភីអញ្ចឹងអស់ហើយអញ្ចឹងមួយថ្ងៃគឺយើងទទួលបាន3 Honor Scroll គឺយើងគុណនឹង26ថ្ងៃទៅ3គុណនឹង26ទទួលបាន78 Honor Scroll ក្នុងមួយ event នេះក្នុង event quest ហ្នឹង quest 3 quest នេះព្រោះ quest នេះបានហើយអីចា3 quest នេះ quest នេះ quest អត់មានបានអីទេហើយអានេះ log in ថ្ងៃទី1ទេតោះចឹងយើងតទៅទៀត stake quest event នេះយើងអត់មាន stake quest ទេនេះយើងអត់មាន stake quest ទេដូចជា Friday អីដូចជាអត់មានឃើញ announce ដាក់តម្លាក់មកទេប៉ុន្តែជាក់ស្ដែងកាដូ Friday នៅក្នុង exchange shop នៅអត់ទេខ្ញុំដូរ screen វិញអូខេ
Friday អត់តដកទេអញ្ចឹងវាអាចនឹងធ្លាក់កដោ Friday មកទៀតអា stake quest ណាអញ្ចឹងខ្ញុំអត់ដឹងទេព្រោះដោយសារវាដាក់ក្នុង system អញ្ចឹងខ្ញុំនិយាយតែក្នុង website វាទេ system តោះអញ្ចឹងតទៅទៀតតតងជាមួយនឹង Honor Scroll គ្នាយើងនេះ Honor Scroll កំភ្លើងនេះខ្ញុំធ្លាប់បាននិយាយគ្នាយើងអាចទៅមើលវីដេអូរបស់ខ្ញុំ live ម្សិលមិញខ្ញុំនិយាយកំភ្លើងនេះសម្រាប់តែអ្នកលេង PVE ហើយប៉ុន្តែ PVE ក៏មិនខ្លាំងណាស់ណាដែរហើយ start ពី6ទៅ339ភ្លើងថ្លៃតែភ្លើងបាញ់អត់កើតអានេះយើងយកបានតែមួយទេជ្រើសបានតែមួយទេ5ជុតណាតោះចឹងយើងតទៀតអានេះ start ពី5ទៅវា273បាទ273ហើយយើងទទួលបានភ្លើងខ្លីវាមានភ្លើងខ្លីវាមាន mid វាមានកបិតដែរណាចឹងនេះយើងប៉ុណ្ណានេះមានកតាក្នុងនេះដែរចឹងអានេះ start ពី5ពី273ដូចគ្នា273នេះយើងនេះមានភ្លើងប៉ុណ្នេះហើយអានេះគ្នាយើងកុំភ្លេចជួយ report ទាំងអស់គ្នាឲ្យ GM ជួយដាក់ snap pull 3មកវិញ snap pull 3ព្រោះ skin របស់វាដាក់មកតែអត់ដាក់ snap មកឯនេះដាក់ skin មកទៅអីបើដាក់ snap មកផងតោះយើងចូលមក Jewel របស់យើងសម្រាប់ Jewel របស់យើងកន្លែង price store របស់យើងអានេះនៅចាស់ហើយអានេះកាដៀវនេះហើយខ្ញុំបើសិនជាមានម្ចាស់ account ដាក់ Naifu ដាក់ខ្ញុំនឹង review ជូនគ្នាយើងអានេះកាដៀវនេះគឺកាដៀវ PVE គ្នាយើងអាចគ្រាន់តែ find រូបភាពទៅលើ Google search មើលទៅអានេះ$600អានេះអា B $600ដែរហើយអានេះចាប់ item ទាំងអស់ហ្នឹងយក fragment ហ្នឹងដើម្បីមកដូរនៅកន្លែងនេះ$600គ្នាយើងដូរនៅកន្លែងនេះគ្នាយើងយកមកដូរពណ៌នេះតែយើងអាចដូរបានវាមានកបិតនេះវាមានកបិតផ្សល់ព្យុះវាមានច្រើនហើយអានេះវា free ទេនេះអានេះ free នេះដាក់មកណានេះក៏ free តែដាក់មកណានេះក៏ដូរមានធ្នូនេះក៏ដូរមានកបបែកក៏ដូរខ្លីពឹសអានេះសัตว์ល្អអានេះល្អជាងគេគឺមានតែនៅជួរលើ1 2 3 4 5 6ល្អជាងគេ6ហ្នឹងអញ្ចឹង$600នេះយើងតោះអញ្ចឹងតទៅទៀតតទៅជាមួយនឹង jackpot របស់យើងអានេះវាមានទៅលើ skin set តែ skin អានេះ skin ណា skin ក្បិតខ្មៅអានេះ skin ក្បិតផ្សព្វជុះអានេះក៏បែកយកហ្មងអានេះ skin Seradi អត់ recommend ទេព្រោះដោយសារអី GM error skin ហ្នឹងហើយ skin ក្បិតពឹសអានេះថងដាក់ក្បិត PVE ដាក់ក្បិតបានទាំងអស់ក្នុងខ្លួនហើយនេះវិញ skin AB $600មុនហ្នឹងហើយនេះ skin របស់វាហើយលក្ខខណ្ឌនៃការចាប់របស់វាហ្នឹងគឺយើងចាប់អានេះម្ដងវាស្មើនឹង9 lucky coin អញ្ចឹងខ្ញុំនៅតែនិយាយដដែលអញ្ចឹងគឺយើងយកអានេះទៅគុណទៅបានន័យថាគ្នាយើងចាប់ម្ដងត្រូវការចាយអាគោល50 10ដង54គោលអញ្ចឹងម្ដង9គុណនឹង6ចុយ9គុណនឹង6ម្ដងឯងតែម្ដង59គោល sorry នេះម្ដង59យើងទិញ10ដងមកទិញ10ដងស្មើ60នេះអញ្ចឹងបានន័យថា10ដង10អាហ្នឹងទៅ7បាន10អានោះឯង10ថាមហ្នឹងហេអានេះមួយថាមត្រូវអញ្ចឹងបានន័យថាអានេះ6គោលស្មើ1អញ្ចឹងគ្នាយើងទិញ9ដងទៅគ្នាយើងទិញ9ដងចាក់1 2 9ទៅ7អានោះបានម្ដងហើយ9ហ្នឹង54គោល54គោលទៅ7អានោះបានម្ដងជប់សុំ clear ចេញវិញចឹងច្រើនណាស់អស់ច្រើនណាស់គ្នាយើងគុណមើលខ្លួនឯងទៅម្ដងស្មើនឹង9គោលអញ្ចឹង9គុណនឹង2ឲ្យដងមក9គុណនឹង200វាស្មើនឹង1800ដងអញ្ចឹងទៅគុណនឹងស្មើនឹង16000ជាងបើសិនជា2ឲ្យដង59គុណឲ្យ2ឲ្យដងមក10000គោល18000គោលទៅបាន skin នេះមួយនេះមកបាយលុយសុទ្ធតោះយើងកន្លែងសំខាន់គេគ្នាយើងនេះនៅកន្លែងនេះនៅកន្លែង achieve នេះហើយគ្នាយើងចូលមកកាន់ Intel Network នេះ
ចូលមកមើលកន្លែងនេះមក level អានេះគឺសម្រាប់អាហ្នឹងបានន័យថា point star នៃការមួយនីមួយគ្នាយើងយក point ទាំងអស់ហ្នឹងដើម្បីវាធ្លាក់ experience មកវាឡើង level អានេះអញ្ចឹង account នេះ account ប៉ុណ្ណានេះទៅបាន20 level អញ្ចឹងវាតទៅទៀតវាមានអីគេខ្លះនៅក្នុងហ្នឹងវាមានច្រើនមាន100 Honor Scroll មានកំភ្លើងស្លាបស៊ូលនេះស៊ូលផងមានជីងមានអីច្រើននៅក្នុងនេះហើយអានេះយើងអាចមើលនៅទីបានន័យថាគាត់នេះមាន551កំភ្លើងខ្លីអាស្តាភ្លើងខ្លីអញ្ចឹងមើលមកអាណាដែលអត់មាននេះពណ៌ខ្មៅអត់មានសិតតែរបស់ដែលត្រូវគួរតែមានហើយដល់ពេលដែលមានវានឹងបូក experience ទៅអានេះហើយវានឹងផ្ទុះ experience អញ្ចឹងណាអញ្ចឹងនេះតតែអ្នក Inkel ដែរហ្នឹងណា Inkel តោះអញ្ចឹងយើងខ្ញុំចូលមើលកាដូនៅក្នុង mall កាដូនៅក្នុង mall នេះចូលមកកន្លែងនេះមកកាដូមាន3ផ្លែកកាដូនេះគឺ sell costing របស់យើងបាន2 goal បាន 20000 ដែរបើសិនជាយើងយកអាលុយរបស់យើងទៅទិញវាស្មើនឹង1200 goal នេះយកទៅទិញ100ស្មើ6 goal គុណនឹង2ដង1200 goal តែបើយើងទិញកាដូនេះម្ដងវាស្មើនឹងតែ999 goal ទេហើយនេះវិញ490 goal នេះស្អាតចុយមកនេះ50000នៅលេងឈួតនេះលេងមួយខែពេញធ្វើអ្នកមានគេដែរនេះនឹងមួយហើយនេះវិញអត់ប្រយោជន៍អត់ន័យទេហើយដាក់មក400 goal ដែរហើយយើងទិញអាចទិញកាដូនេះបន្ថែមទៀតមកចុយមកកាដូ item boom កាដូ item boom 1700 goal ថ្លៃនេះយើងអាចទិញពួកកាដូនេះហើយជាមួយនឹងកាដូនេះមកយកមកលេង PVP ទៅ account ធ្វើអ្នកមានតែដូចជាបើកាដូនោះបានមួយខែដែរយើងទិញទៅកាដូនេះមួយមកនេះប៉ុណ្ណឹងមកអូខេតោះអញ្ចឹងមានចុងក្រោយមួយទៀតតកតងជាមួយនឹងវគ្គMyrek ឬមួយក៏វគ្គកញ្ចក់ហ្នឹងណាវគ្គMyrekនេះនៅពេលដែលយើងចាប់ផ្ដើម start game ភ្លាមអត់ធ្លាប់លេងវគ្គហ្នឹងហ្មងគឺយើងត្រូវតែលេងវគ្គ normal មុនលេងវគ្គ normal ឲ្យចប់ទើបគ្នាយើងទទួលបាន fragment ហើយយើងមកបង្កើនម្ដងទៀតទៅកន្លែង challenge នេះបង្កើតអាហ្នឹងទៅបន្ទាប់ពីបង្កើតឲ្យលេងចប់ទៅគ្នាយើងនឹងទទួលបានកាដូហើយកាដូហ្នឹង item ដែលយើងបើកមកនេះវាធ្លាក់ item ដូចនៅក្នុងនេះធ្លាក់នេះហើយអាហ្នឹងសម្រាប់ item ហ្នឹងសម្រាប់ទៅ upgrade នេះ upgrade ពួកស្ដៃយើងវាត្រូវការវាធ្លាក់មានពួកអាហ្នឹងពណ៌ស្វាយផងពណ៌ក្រហមផងអញ្ចឹងណាពេលអញ្ចឹងអាណាដែលល្អជាងគេគ្នាយើងយកមកពាក់នៅលើខ្លួនមកនេះអានេះបោះ flex អានេះបោះស្អីគេខ្លះទេដាច់ទេall thì dương pẹt máu tập bên là pẹt nâng luôn hai giờ nắng attribute vào vía cứ bột từ lửa bà sinh chia lõ bột từ lửa PVP tới bà sinh chia lo thế bột từ lửa PVE từ nè bây giờ time bị lửa điểm make bà hợp lương dương tiền chẳng á anh ấy bột này bột chia mà rồi phong bột cái phong chẳng á cái bột là nâng tỏ chứng xem nhập event bảo dưỡng đôi chia hai nữ ok អានេះជាគ្នាយើងដាក់មកលាន400000មកទទួលបានកបិតនេះដៃកបិតនេះឈឺខ្លាំងហើយខ្ញុំនឹងធ្វើវីដេអូនៅវីដេអូបន្តទៀតនេះខ្ញុំនឹងតេស្តវីដេអូនៅបន្តទៀតណាតោះអញ្ចឹងសម្រាប់វីដេអូគឺមានតែប៉ុណ្្នឹងទេគ្នាយើងកុំភ្លេចជួយ support page ទាំងអស់គ្នាត្រូវការលក់ hero ទិញ hero ភ្លេច chat ចូល page ទាំងអស់គ្នាបាយបាយចាំជួបគ្នានៅវីដេអូក្រោយអរគុណ